សួស្តីនេះគឺជាសំណួរដ៏ល្អនិងសំខាន់បំផុតសម្រាប់អ្នកបច្ចេកទេសដែលមានជំនាញវិជ្ជាជីវៈការបំពេញប្រេងកុំប្រេស័រក្នុងបរិមាណត្រឹមត្រូវគឺជាគន្លឹះសំខាន់ក្នុងការថែរក្សាអាយុកាលរបស់កុំប្រេស័រនិងរក្សាប្រសិទ្ធភាពរបស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ទាំងមូលក្នុងនាមជាអ្នកជំនាញខ្ញុំសូមពន្យល់អំពីគោលការណ៍និងនីតិវិធីដែលត្រឹមត្រូវតាមស្តង់ដាររបស់អ្នកផលិតដើម្បីឲ្យអ្នកបច្ចេកទេសទាំងអស់អាចធ្វើការបានយ៉ាងម៉ាន់ចិត្តគោលការណ៍សំខាន់បំផុតគឺការរក្សាសមតុល្យប្រេងកុំប្រេស័រ all balancing ដែលមានន័យថាយើងត្រូវបំពេញប្រេងថ្មីចូលទៅក្នុងប្រព័ន្ធក្នុងបរិមាណស្មើនឹងបរិមាណប្រេងសរុបដែលត្រូវបានបង្ហូរចេញមកជាមួយគ្រឿងបន្លាស់ចាស់មិនមែនជាការបំពេញតាមបរិមាណដែលមកជាមួយកុំប្រេស័រថ្មីនោះទេនីតិវិធីក្នុងការកំណត់បរិមាណប្រេងកុំប្រេស័រឲ្យបានត្រឹមត្រូវយើងអាចបែងចែកជាពីរករណីធំៗគឺ 1. ករណីប្ដូរតែកុំប្រេស័រ 2. ករណីប្ដូរគ្រឿងបន្លាស់ច្រើនមុខឬលាងសម្អាតប្រព័ន្ធទាំងមូលជំហានទី1ត្រួតពិនិត្យបរិមាណប្រេងស្តង់ដាររបស់រថយន្តសម្រាប់ប្រព័ន្ធទាំងមូលជាដំបូងយើងត្រូវដឹងថាតើរថយន្ត model នោះត្រូវការបរិមាណប្រេងសរុបប៉ុន្មានសម្រាប់ប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលអាចរកព័ត៌មាននេះបានពី sticker ដែលបិទនៅក្រោមគម្របម៉ាស៊ីនរថយន្តភាគច្រើនតែងតែបញ្ជាក់ពីប្រភេទនិងបរិមាណនៃសារធាតុធ្លុះឯកត្រជាក់ gas និងប្រេងកុំប្រេស័រសៀវភៅណែនាំសម្រាប់ការជួសជុល Service Manual ជាប្រភពព័ត៌មានដែលត្រឹមត្រូវបំផុតឃ្លាំងទិន្នន័យអនឡាញសម្រាប់អ្នកបច្ចេកទេសដូចជា Auto Data, All Data ជាដើមសាកសួរអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់នៅ John Coles យកមានព័ត៌មានទាំងនេះសម្រាប់រថយន្តជាច្រើន model ឧទាហរណ៍រថយន្ត Toyota Camry អាចមានបរិមាណប្រេងសរុបក្នុងប្រព័ន្ធប្រហែល 150cc រថយន្ត Isuzu D-Max អាចមានប្រហែល 180cc ជាដើមជំហានទី2វាស់បរិមាណប្រេងពីកុំប្រេស័រចាស់សំខាន់បំផុត 1. បង្ហូរប្រេងចេញពីកុំប្រេស័រចាស់យកកុំប្រេស័រចាស់ដែលបានដោះចេញមកបង្ហូរប្រេងចេញឲ្យអស់តាមដែលអាចធ្វើបានដោយបង្វិលក្បាលក្តាប់ភូលីចរានជុំដើម្បីឲ្យប្រេងដែលនៅសល់ខាងក្នុងត្រូវបានច្រានចេញមកក្រៅ 2. ការវាស់ចាក់ប្រេងដែលបង្ហូរចេញមកទាំងអស់ចូលទៅក្នុងកែវវាស់ដែលមានគំនូសកម្រិតជា cc ឬ milliliter 3. កត់ត្រាបរិមាណដែលវាស់បានបរិមាណប្រេងដែលវាស់បាននេះគឺជាបរិមាណប្រេងដែលមាននៅក្នុងកុំប្រេស័រចាស់និងក៏ជាបរិមាណដែលយើងត្រូវតាបំពេញចូលទៅក្នុងកុំប្រេស័រថ្មីវិញដែរឧទាហរណ៍បើវាស់ប្រេងពីកុំប្រេស័រចាស់បាន 60cc ជំហានទី3ការរៀបចំកុំប្រេស័រថ្មីកុំប្រេស័រថ្មីភាគច្រើនតែងតែមានការបំពេញប្រេងមកពីរោងចក្រស្រាប់ហើយប៉ុន្តែយើងមិនអាចយកទៅដំឡើងភ្លាមបានទេពីព្រោះថាបរិមាណដែលបានបំពេញមកអាចមិនត្រឹមត្រូវសម្រាប់រថយន្ត model នោះអាចច្រើនពេកឬតិចពេកវាអាចគ្រាន់តែជាប្រេងសម្រាប់រំលាយដើម្បីរកទុក shipping all តែប៉ុណ្ណោះអ្វីដែលត្រូវធ្វើគឺ 1. បង្ហូរប្រេងចេញពីកុំប្រេស័រថ្មីឲ្យអស់រួចវះមើលថាតើមានបរិមាណប៉ុន្មានដើម្បីជាការសិក្សា 2. បំពេញប្រេងថ្មីចូលប្រើប្រេងកុំប្រេស័រថ្មីដែលត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសឧទាហរណ៍ PAG 46 PAG 100បំពេញចូលទៅក្នុងកុំប្រេស័រថ្មីក្នុងបរិមាណស្មើនឹងអ្វីដែលយើងបានវះពីកុំប្រេស័រចាស់ពីឧទាហរណ៍ខាងលើយើងវះប្រេងពីកុំប្រេស័រចាស់បាន 60cc ដូច្នេះយើងត្រូវបំពេញប្រេងកុំប្រេស័រថ្មីប្រភេទត្រឹមត្រូវចូលទៅក្នុងកុំប្រេស័រថ្មីចំនួន 60cc មុនពេលដំឡើងករណីបដូរគ្រឿងបន្លាស់ចរន្តមុខឬលាងសម្អាតប្រព័ន្ធទាំងមូលប្រសិនបើមានការបដូរគ្រឿងបន្លាស់ផ្សេងទៀតជាមួយគ្នាដូចជាកញ្ច្រែងក្តៅ condenser កញ្ច្រែងត្រជាក់ evaporator ដបត្រង់ receiver dryer ឬក៏មានការលាងសម្អាតប្រព័ន្ធទាំងមូលយើងត្រូវបំពេញប្រេងបន្ថែមសម្រាប់ផ្នែកនោះផងដែរបរិមាណប្រេងប្រហាក់ប្រហែលក្នុងគ្រឿងបន្លាស់នីមួយៗគឺកញ្ច្រែងក្តៅ condenser 30 ទៅ 40cc កញ្ច្រែងត្រជាក់ evaporator 40 ទៅ 50cc ដបត្រង់ receiver dryer 10 ទៅ 20cc ទុយោម៉ាស៊ីនត្រជាក់ 10cc ក្នុងមួយខ្សែវិធីសាស្ត្រល្អបំផុតគឺការបំពេញប្រេងឲ្យបានបរិមាណសរុបតាមស្តង់ដាររោងចក្រពីជំហានទី1ដោយបែងចែកការបំពេញទៅតាមផ្នែកផ្សេងៗមុនពេលដំឡើងដើម្បីឲ្យប្រេងអាចចែកចាយបានល្អក្នុងប្រព័ន្ធឧទាហរណ៍ប្រសិនបើរថយន្តមានបរិមាណប្រេងសរុប 180cc ហើយយើងបដូរគ្រឿងបន្លាស់ថ្មីទាំងអស់គួរតែបំពេញដូចខាងក្រោមបំពេញចូល compressor 80 ទៅ 90cc បំពេញចូលកញ្ច្រែងក្តៅ 30 ទៅ 40cc បំពេញចូលកញ្ច្រែងត្រជាក់ 40 ទៅ 50cc បំពេញចូលដបត្រង់ 10 ទៅ 20cc ចំណុចគួរចងចាំ 1. ត្រូវប្រើប្រេងឲ្យត្រូវប្រភេទជានិច្ច
ហាមប្រើប្រេងខុសប្រភេទដាច់ខាតឧទាហរណ៍រថយន្តដែលតម្រូវឲ្យប្រើប្រេង PHG 46ត្រូវតែប្រើប្រេង PHG 46តែមួយគត់ពិសេសរថយន្ត Hybrid ឬ EV ដែលត្រូវប្រើប្រេងប្រភេទពិសេស POOE ដែលមិនចម្លងចរន្តអគ្គិសនី 2. គុណភាពប្រេងត្រូវប្រើប្រេង compressor ដែលមានគុណភាពខ្ពស់ដូចជា Denso ND Oil 8ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់បំផុតនៅ John Coles យើងមានលក់ប្រេង compressor គុណភាពខ្ពស់ដែលត្រឹមត្រូវតាមស្តង់ដារអ្នកផលិតនិងរីករាយក្នុងការដោះស្រាយបញ្ហាបច្ចេកទេសជានិច្ចដើម្បីឲ្យការងាររបស់អ្នកបច្ចេកទេសទាំងអស់មានគុណភាពនិងបង្កើតទំនុកចិត្តទៅដល់អតិថិជនប្រសិនបើមានចម្ងល់បន្ថែមសូមទំនាក់ទំនងសាកសួរបានគ្រប់ពេលវេលា